វាធូដែលមានសញ្ញាសួរហ្នឹងបងប្អូនចុចលើវាមួយមកបាទបន្តមកទៀតបងប្អូនទៅដាក់ទីតាំងឥឡូវខ្ញុំឧបមាថាខ្ញុំចង់ទៅផ្សារដើមកោខ្ញុំចុចលើផ្សារដើមកោមកហើយបើយើងអត់ទាន់មានផ្សារដើមកោស្រាប់អញ្ចឹងទេយើងអាចវាយបានបន្តមកទៀតបងប្អូនមកចុចលើពាក្យថា confirm drop off អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅទស្សនាទាំងអស់គ្នាយើងចូលទៅបើកកម្មវិធី Pass App មកបាទបងប្អូនចុចលើវាមកបាទបងប្អូនចាំបន្តិចដើម្បីឲ្យកម្មវិធីដំណើរការសិនបាទបន្ទាប់ពីបងប្អូនចុចមកដល់កន្លែងនេះហើយបងប្អូនមកមើលខាងក្រោមវាមាន Pass App India មានកង់3ខ្មែរមានឡានអញ្ចឹងថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនពីរបៀបនៃការជិះ Pass App India បាទអញ្ចឹងយើងចុចលើវាមួយមកបាទបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺការកំណត់ទីតាំងអញ្ចឹងសម្រាប់ការកំណត់ទីតាំងបងប្អូនអាចមកមើលកន្លែងពាក្យថាវាធូដែលមានសញ្ញាសួរហ្នឹងបងប្អូនចុចលើវាមួយមកបាទបន្តមកទៀតបងប្អូនទៅដាក់ទីតាំងឥឡូវខ្ញុំឧបមាថាខ្ញុំចង់ទៅផ្សារដើមកោខ្ញុំចុចលើផ្សារដើមកោមកហើយបើយើងអត់ទាន់មានផ្សារដើមកោស្រាប់អញ្ចឹងទេយើងអាចវាយបានបន្តមកទៀតបងប្អូនមកចុចលើពាក្យថា confirm drop off អញ្ចឹងពេលដែលយើងកំណត់អញ្ចឹងរួចហើយវានឹងចេញលុយដែលយើងត្រូវបង់ឲ្យទៅកាន់ Pass App គឺយើងបង់អស់ 14,900 បាទហើយប្រសិនបើបងប្អូនមានទីតាំងផ្សេងទៀតបងប្អូនអាចចុចវាធូដដែលមានសញ្ញាលេខ2នេះមានរូបលេខ2នេះបងប្អូនចុចបន្ថែមមកតែបើអត់ទេគឺយើងចុចតែប៉ុណ្ណឹងយើង booking ទៅមួយទៀតតាក់ទងជាមួយនឹងការទូទាត់លុយបងប្អូនមកមើលខាងក្រោមដែលនៅខាងឆ្វេងដៃដែលគេដាក់ថា cash ដែលមានរូបលុយហ្នឹងបាទអញ្ចឹងតាក់ទងជាមួយកន្លែងហ្នឹងគឺយើងទូទាត់តាមដៃគឺយើងអត់ទូទាត់តាមធនាគារទេតែបើសិនជាបងប្អូនចង់ទូទាត់តាមធនាគារបងប្អូនចុចលើរូបលុយនឹងមួយមកបាទបងប្អូនឃើញរបស់ខ្ញុំនេះមានរូបលុយផងនិងមានរូប ABA Pay ផងអញ្ចឹងពេលដែលយើងចង់ឲ្យវាកាត់តាមរយៈធនាគារបងប្អូនចុចឲ្យចំកុងធនាគារនឹងមកប៉ុន្តែបើយើងថាអត់ចាំបាច់បង់តាមធនាគារយើងចុចយករូបលុយវិញហើយបើសិនបើបងប្អូនមិនទាន់មានកុងធនាគារបងប្អូនអាចចុចកន្លែងពាក្យថា add payment method នេះមកយើងបំពេញលេខកុងមករួចជាការស្រេចមួយទៀតតកតងជាមួយនឹងការប្រាប់ទៅដល់ driver មានន័យថាឥឡូវយើងមានអីវ៉ាន់អីខ្លះមានលេខរបស់យើងដែលភ្ជាប់ជាមួយ app ហ្នឹងយើងប្រើអត់ហើយយើងនៅច្រកណាយើងប្រាប់តាមហ្នឹងមកនៅលើផ្លូវលេខប្រមាណអីលេខប្រមាណអញ្ចឹងណាព្រោះមានបងប្អូនមួយចំនួនធំដែរដែលគាត់ប្រើ app booking ហ្នឹងហើយគាត់អត់
លេខដែលគាត់បានភ្ជាប់ហ្នឹងគឺគាត់អត់ប្រើលេខហ្នឹងទេគាត់ប្រើលេខផ្សេងអញ្ចឹងពេលដែល pass up មកដល់គឺពិបាកក្នុងការរកគ្នាបាទពិបាកក្នុងការរកគ្នាអញ្ចឹងបើសិនបើយើងបដូរលេខយើងគ្រាន់តែចុចកន្លែងពាក្យថា note ហ្នឹងមកហើយយើងប្រាប់មកលេខប្រមាណអីប្រមាណដែលយើងចង់ឲ្យគេចុចមកចូលណាបាទអញ្ចឹងយើងកំណត់តែប៉ុណ្ណឹងមករួចជាការស្រេចហើយយើងចុចពាក្យថា booking confirm booking មករួចជាការស្រេចឲ្យបងប្អូនបាទហើយ pass app គេនឹងមើលថាយើងពេលដែលយើងដាក់ទីតាំងអញ្ចឹងលុយក៏ app បានប្រាប់ទៅដល់អ្នកបើកបរដែរលុយអស់ប្រមាណអីប្រមាណគេនឹងប្រាប់ហើយគេនឹងមើលថាយើងបង់លុយនោះបង់លុយតាមផ្ទាល់ដៃឬក៏តាមធនាគារបាទហើយបើសិនបើយើងមិនចង់យឺតយ៉ាវក្នុងការអាប់លុយឬក៏គ្មានលុយអាប់ទេយើងដាក់កុងធនាគារទៅវាស្រួលអស់ប្រមាណគឺកាត់តាមធនាគារយើងតែម្ដងបាទហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែកចម្លែកក្នុងការ booking បាទហើយបើសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចជួយ like ជួយ share វីដេអូនេះម្នាក់មួយទៅហើយជួយចុច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណ